ប្រាសាទបន្ទាយស្រីស្ថិតនៅក្នុងទីក្រុងបុរាណឈ្មោះអេសូបូរ៉ាប៉ុន្តែតំបន់នេះត្រូវបានក្លាយជាភូមិបន្ទាយស្រីឃុំបន្ទាយស្រីស្រុកបន្ទាយស្រីខេត្តសៀមរាបដែលមានចម្ងាយ39គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តសៀមរាបឃ្លាតពីស្រះស្រង់27គីឡូម៉ែត្រនិងមានចម្ងាយ30គីឡូម៉ែត្រពីប្រាសាទអង្គរវត្តតាមផ្លូវឆ្ពោះទៅភ្នំគូលែនប្រាសាទបន្ទាយស្រីកាលដើមឡើយមានឈ្មោះថាអេសូបូរ៉ាប្រែថាបូរីនៃអេសូប៉ុន្តែសម័យក្រោយៗមកទៀតគេហៅថាប្រាសាទបន្ទាយស្រីទៅវិញដោយសារតែរាងតូចច្រឡឹងនិងក្បូរក្បាច់រចនាដ៏ស្រស់ស្អាតនិងរស់រវើកនៅលើផ្ទាំងថ្មពណ៌ផ្កាឈូកបើតាមអ្នកស្រុកបានសំអាងលើចម្លាក់រូបទេពអប្សរនៅតាមជញ្ជាំងនៃប្រាង្គសំខាន់ទាំង3របស់ប្រាសាទនេះប្រាសាទបន្ទាយស្រីចេញមកពីពាក្យ3ផ្គុំចូលគ្នាក្នុងនោះមានពាក្យប្រាសាទមានន័យថាជាវិហារសម្រាប់អាទិទេពគង់នៅបន្ទាយមានន័យថាទីកន្លែងសម្រាប់ប្រជាជនរស់នៅតែបច្ចុប្បន្នពាក្យនេះត្រូវបានសម្គាល់ថាជាមូលដ្ឋានរបស់កងទ័ពទៅវិញរីឯពាក្យស្រីឬស្រីមានន័យថាសិរីសួស្តីឬសោភ័ណភាពដូចនេះប្រាសាទបន្ទាយស្រីមានន័យថាជាទីកន្លែងសម្រាប់មនុស្សរស់នៅដើម្បីគោរពបូជាដល់ព្រះអាទិទេពនិងដើម្បីទទួលបាននូវសុខសិរីសួស្តីបើយោងតាមសិលាចារឹកឈ្មោះពិតរបស់ប្រាសាទនេះគឺត្រីភូវរណៈមហេស្វរៈដែលត្រីមានន័យថា3ភូវណៈមានន័យថាភូមិស្ថាននិងពាក្យមហេស្វរៈមានន័យថាអង្គព្រះឥសូរក្នុងទម្រង់សេវលិង្គដូចនេះប្រាសាទត្រីភូវណៈមហេស្វរៈមានន័យថាប្រាសាទដែលមានព្រះអង្គមហេស្វរៈគ្រប់គ្រងស្ថានទាំង3ហើយជាទីកន្លែងសម្រាប់ឧទ្ទិសដល់ព្រះឥសូរប្រាសាទបន្ទាយស្រីត្រូវបានគេកសាងក្នុងឆ្នាំ967នៃគ្រិស្តសករាជដោយព្រះរាជគ្រូយញ្ញវរហៈនិងប្អូនប្រុសរបស់គាត់ឈ្មោះវិស្ណុកុមារជាអ្នកជួយការងារបន្ថែមព្រះរាជគ្រូត្រូវជាទីប្រឹក្សាជាន់ខ្ពស់របស់ព្រះមហាក្សត្រព្រះបាទរាជេន្ទ្រវរ្ម័នទី2ក្នុងឆ្នាំ944ដល់ឆ្នាំ968បន្ទាប់មកក្លាយជាព្រះរាជគ្រូរបស់ក្សត្រព្រះបាទជ័យវរ្ម័នទី5ក្នុងឆ្នាំ968ដល់ឆ្នាំ1001ដែលព្រះអង្គត្រូវជាបុត្ររបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី2ការរកឃើញនិងការជួសជុលបន្ទាប់ពីតំបន់អង្គរទាំងមូលត្រូវបានបោះបង់ចោលអស់រាប់សិបសតវត្សរ៍ចាប់តាំងពីសតវត្សរ៍ទី15មកប្រាសាទទាំងឡាយរួមទាំងប្រាសាទបន្ទាយស្រីផងនោះបានលិចកប់បាត់ទៅក្នុងព្រៃអស់មួយរយៈលុះក្រោយមកប្រាសាទបន្ទាយស្រីត្រូវបានរកឃើញឡើងវិញនៅខែមករាឆ្នាំ1914ដោយលោកខាប់ធីមេជាមន្ត្រីជនជាតិបារាំងម្នាក់នៅពេលដែលត្រូវបានរកឃើញនោះប្រាសាទនេះស្ថិតនៅក្នុងព្រៃព័ទ្ធហុំព័ទ្ធដោយវល្លិនិងរុក្ខជាតិតូចធំចម្រុះគ្នាចំណែកទួលរបស់ប្រាសាទនេះបានបែកបាក់ធ្លាក់កប់ក្នុងដីคล้ายទៅជាពំនុកថ្មីនិងពំនុកថ្មនឹងដីក៏ប៉ុន្តែត្រូវបានគេរើកកាយនិងបោសសម្អាតនៅក្នុងឆ្នាំ1924ប្រាសាទនេះត្រូវបានចាប់ផ្ដើមជួសជុលនៅក្នុងឆ្នាំ1931ដោយអ្នកអភិរក្សជនជាតិបារាំងឈ្មោះ Henry Mentor ហើយត្រូវចំណាយពេលជួសជុលអស់រយៈពេលប្រហែល6ឆ្នាំគឺឆ្នាំ1931ដល់1936
ការចុះចូលនេះត្រូវបានអនុវត្តតាមរូបមន្តអាណាស្តេឡមុនដំបូងគេបង្អស់ដើម្បីផ្ដុំថ្មដែលបាក់បែកកសាងជាតួប្រាសាទឡើងវិញប្រាសាទបន្ទាយស្រីធ្លាប់ត្រូវបានគេកាប់គាស់លួចយកបំណែកនៃដុំថ្មខ្លះជាក់ស្ដែងលោកអង្គស្ត្រេម៉ារ៉ុង1901ដល់1976ជាអ្នកនិពន្ធជនជាតិបារាំងហើយគាត់ក៏ជាអ្នកចូលចិត្តនៅវត្ថុសិល្បៈផងនោះបានមកដល់តំបន់អង្គរនៅក្នុងឆ្នាំ1923បន្ទាប់មកគាត់បានធ្វើដំណើរទៅប្រាសាទបន្ទាយស្រីដោយជិះរទេះជាមួយនឹងមិត្តភ័ក្តិ3នាក់ផ្សេងទៀតពួកគាត់បានលួចយកផ្ទាំងថ្មមានរូបចម្លាក់ទេពអប្សរាច្រើនផ្ទាំងរបស់ប្រាសាទនេះហើយនៅពេលដឹកជញ្ជូនមកដល់ភ្នំពេញពួកគេត្រូវបានឃាត់ខ្លួនដោយចោទប្រកាន់ពីបទលួចដូរវត្ថុបុរាណប្លង់ប្រាសាទជាប្រាសាទទាបដែលសង់លើខឿនតែមួយមានផ្លូវចូលពីទិសខាងកើតនៅតាមផ្លូវចូលពីទិសខាងកើតយើងឃើញមានគោបុរៈចំនួន4ពីទិសខាងកើតនិងខាងលិចមានគោបុរៈចំនួន3នៅលើគោបុរៈនីមួយៗតែងមានចម្លាក់ដ៏ល្អវិចិត្រក្រៃលែងគួរឲ្យស្ងើចសរសើរដែលប្រាសាទនេះមានប្រាង្គសំខាន់ចំនួន3ឈរនៅរៀបគ្នាជាជួរនៅលើខឿនតែមួយប្រាង្គកណ្ដាលមានកម្ពស់ខ្ពស់ជាងគេហើយប្រាង្គទាំង3មានតួនាទីផ្សេងៗគ្នាពោលគឺប្រាង្គខាងជើងសម្រាប់ឧទ្ទិសថ្វាយដល់ព្រះវិស្ណុប្រាង្គកណ្ដាលឧទ្ទិសដល់សិវលិង្គត្រីភូរណៈមហេស្វរៈនិងប្រាង្គខាងត្បូងឧទ្ទិសដល់ព្រះឥសូរដែលមានមណ្ឌបនៅមុខប្រាង្គកណ្ដាលនៅចន្លោះមណ្ឌបនិងប្រាង្គកណ្ដាលនោះមានអន្តរល័ក្ខនៅខាងមុខប្រាង្គទាំង3នោះយើងក៏ឃើញមានបណ្ណាល័យចំនួន2ពោលគឺនៅទិសឦសាន1និងទិសអាគ្នេយ៍1ដែលបែរមុខទៅទិសខាងលិចប្រាសាទនេះពុំទាន់មានថែវព័ទ្ធជុំវិញនៅឡើយទេមានតែអគារវែងៗដាច់ពីគ្នាក្រោយមកអគារបែបនោះវិវត្តទៅជាថែវដែលប្រាង្គប្រាសាទទាំងនោះទៀតសោតគឺមានតែទ្វារខាងកើតតែប៉ុណ្ណោះដែលអាចប្រើការកើតក្រៅពីនោះគឺជាទ្វារបញ្ឆោតសម្ភារៈសំណង់នៅទីនេះក្រៅពីថ្មភក់ពណ៌ផ្កាឈូកដែលប្រើជាសសរក្រុមទ្វារបង្អួចជើងទៀនផ្ដែហោជាងនិងស្រទាប់ខាងក្រៅនៃទូពំទាំង3ក៏មានការប្រើប្រាស់នៅថ្មបាយក្រៀមសម្រាប់ការសាងសង់កំពែងលានខ្លងទ្វារអគាររណបនិងស្រទាប់ទី3នៃទូពំទាំង3ផងដែរខ្លងទ្វារចេញចូលនិងកំពែងទី1នៅទីនេះនៅមានសាសល់តែខ្លងទ្វារធ្វើអំពីថ្មភក់គឺនៅទិសខាងកើតដែលមានទ្វារចេញចូលចំនួន3គឺទ្វារកណ្ដាល1ធំជាងទ្វារ2ទៀតដែលនៅសងខាងនោះនៅផ្នែកខាងលើបង្អស់នៃខ្លងទ្វារកណ្ដាលនេះមានប្រហោងថ្មកាត់ជាជ្រុងសម្រាប់ទ្រដំបូលឈើប្រក់ក្បឿងនៅសងខាងខ្លងទ្វារនេះមានលម្អដោយសសរមួយចំនួនសម្រាប់ទប់ទ្រហោជាងនិងដំបូលច្រកចូលទៅកាន់ប្រាសាទបើយើងដើរចូលទៅខាងក្នុងតាមខ្លងទ្វារនេះយើងឃើញផ្លូវចូលមានប្រវែង65ម៉ែត្រហើយស្ថិតនៅចន្លោះកំពែងទី1និងទី2ក្រាលដោយថ្មបាយក្រៀមអមដោយគោលសីមានិងសសរជាច្រើនដែលនៅផ្នែកខាងលើដែលមានលម្អទៅដោយចម្លាក់ក្បាច់ផ្កាភ្ញីទៀតផងហើយនៅចុងខាងលើសសរទាំងនោះយើងឃើញចំណិតថ្មលយចេញក្រៅគឺត្រូវបានប្រើប្រាស់សម្រាប់ភ្ជាប់ជាមួយនឹងដំបូលដែលធ្វើអំពីឈើប្រក់ក្បឿងខ្លងទ្វារទី2ខ្លងទ្វារទី2នេះមានចំនួន2ផ្នែកខាងកើតហើយនិងផ្នែកខាងលិចសាងអំពីថ្មភក់ក៏ប៉ុន្តែកំពែងសាងអំពីថ្មបាយក្រៀមខ្លងទ្វារនៅទិសខាងកើតមានស៊ុមទ្វារបញ្ឈរទាំងសងខាងនិងមានបង្អួចនៅលើស៊ុមទ្វារទាំងសងខាងនោះ
មានសិលាចារឹកចារនៅក្នុងរាជការនៃស្ដេចចំនួន3អង្គផ្សេងគ្នាហើយក្នុងនោះរួមមានដូចជា 1. ព្រះបាទជ័យវរ្ម័នទី 5 ឆ្នាំ968 ដល់ឆ្នាំ1001 2. ព្រះបាទសូរ្យវរ្ម័នទី 1 ឆ្នាំ1001 ដល់ឆ្នាំ1049 និងទី 3 គឺព្រះបាទសិរិន្ទ្រវរ្ម័នឆ្នាំ1296 ដល់ឆ្នាំ1307 ខ្លងទ្វារទី 3 ខ្លងទ្វារទី 3 នេះមានមួយស្ថិតនៅទិសខាងកើតនិងមួយទៀតស្ថិតនៅទិសខាងលិចខ្លងទ្វារនៅទិសខាងកើតមានផ្តែរលម្អរូបព្រះនាងលក្ស្មីដែលត្រូវបានដំរីទេពពីរក្បាលយកប្រមោយត្រកងថូទឹកស្រោចមកលើរូបព្រះនាងផ្តែរនេះមាន3ពណ៌ផ្សេងគ្នាគឺពណ៌ទឹកក្រូចពណ៌ត្នោតហើយនិងពណ៌ប្រផេះប្រាសាទនេះមានសិលាចារឹកចំនួន11ផ្ទាំងដែលបានចុះបញ្ជីនិងសិក្សាដោយអ្នកប្រាជ្ញបារាំងនិងអ្នកប្រាជ្ញខ្មែររួចមកហើយក្នុងចំណោមសិលាចារឹកជាង10ផ្ទាំងនេះចាជាភាសាសំស្ក្រឹតមួយចំនួនខ្លះជាភាសាខ្មែរបុរាណនិងខ្លះទៀតមានលាយគ្នាទាំងសំស្ក្រឹតផងនិងខ្មែរបុរាណផងសិលាចារឹកនៃគោបុរៈទី3មានចំនួន5ផ្ទាំងគោបុរៈទី2មានចំនួន1ផ្ទាំងគោបុរៈទី1មានចំនួន2ផ្ទាំងគោបុរៈទី4មានចំនួន1ផ្ទាំងព្រមទាំងសិលាចារឹកខ្លីៗនៅបន្ទប់2ផ្ទាំងទៀតហោជាងនៃប្រាសាទហោជាងជាបន្ទះក្តារផ្គុំជាប់គ្នាធ្វើជារូបឆាកមានសន្តានស្តៀងនឹងត្រចៀកដំរីរបាំងដាក់ខាងក្រោមចុងដំបូលព្រះវិហារឬសាលាជាដើមមានសន្តាន3ជ្រុងស្មើគ្នាឬស្រួចខាងលើបន្តិចធ្វើជាឋានលាតក៏មានឆ្លាក់ជាក្បាច់រចនាក៏មានហោជាងគឺជារបាំងដែលស្ថិតនៅត្រង់ខាងចុងដំបូលប្រាសាទនិងព្រះវិហារដែលមានរាងជាត្រីកោណឬ3ជ្រុងឥឡូវនេះយើងក្រឡេកមកមើលហោជាងប្រាសាទបន្ទាយស្រីទាំងអស់គ្នាហោជាងប្រាសាទបន្ទាយស្រីមានប្រហោងកាត់ជាជ្រុងសម្រាប់ទ្រដំបូលឈើប្រក់ក្បឿងនៅក្រោមផ្នែកនោះបន្តិចលម្អដោយបន្ទាត់ធ្នូក្នុងទម្រង់ជារូបសត្វមកបែរមុខចេញពីគ្នាដោយមានខ្ជាក់សត្វនាគនៅផ្ទៃនៃហោជាងនេះមានលម្អដោយក្បាច់ផ្ការំយោលកាច់គួចចូលគ្នាប្រកបដោយភាពរស់រវើកហើយនៅចំកណ្ដាលនៃក្បាច់ផ្កានោះមានចម្លាក់រូបព្រះឥន្ទគង់លើដំរីក្បាល3នៅក្រោមក្បាលដំរីនោះមានរូបកាឡាឬរាហូដែលមានមាត់ធំធ្មេញនិងជង្គង់ខំពំក្បាច់ផ្កាខ្ញីហើយដៃទាំងពីរកំពុងចាប់កម្រងផ្កាទាំងនោះផ្នែកខ្លះនៃផ្តែររចនាបថបន្ទាយស្រីត្រូវបានចម្លងចេញពីផ្តែរនៃរចនាបថមុនដូចជារចនាបថសម្បូរព្រៃគុករចនាបថគូលែនរចនាបថព្រះគោជាដើមថ្មីត្បិតតែចម្លងពីសម័យមុនមែនពិតតែការបង្កើតថ្មីក៏មានច្រើនដែរដែលធ្វើឲ្យអ្នកប្រវត្តិសាស្ត្រមិនអាចដាច់រចនាបថបន្ទាយស្រីចេញពីរចនាបថប្រែរូបបើទោះបីជាវាស្ថិតនៅក្នុងសម័យកាលប្រហាក់ប្រហែលគ្នាក៏ដោយលក្ខណៈសម្គាល់នៃផ្តែររចនាបថបន្ទាយស្រីមានដូចជាបន្ទាត់ធ្នូជាកម្រងមែកឈើព្រមទាំងមានលម្អក្បាច់ស្លឹកឈើនៅខាងលើនិងខាងក្រោមកម្រងមែកឈើនោះផងដែរនៅចន្លោះក្បាច់ស្លឹកឈើមានក្បាច់រំយោលដែលយើងឃើញមាននៅក្នុងរចនាបថមុនដូចជាសម្បូរព្រៃគុកជាដើមនៅចំកណ្ដាលកម្រងមែកឈើមានរូបព្រះការឬក៏ចម្លាក់រឿងដែលជារឿងរ៉ាវរបស់ទេពកម្រងមែកឈើកោងចុះមកក្រោមខ្លាំងជាងរចនាបថមុនបន្ថែមពីលើនេះអ្វីដែលយើងឃើញថាសំខាន់និងថ្មីស្រឡាងនៅក្នុងរចនាបថនេះគឺការធ្វើរូបក្បាលសត្វឬព្រះការខំរំយោលខណ្ឌត្រង់1/4នៃកម្រងមែកឈើជាលើកដំបូងជាចុងក្រោយបន្ទាយស្រីនិយមធ្វើក្បាច់លម្អថ្មីមួយទៀតគឺក្បាច់ដែលមានរាងដូចគប់ភ្លើងដែលមានតែរចនាបថបន្ទាយស្រីប៉ុណ្ណោះដែលនិយមធ្វើខ្លាំងជាងគេបន្ទាត់ធ្នូជាកម្រងមែកឈើព្រមទាំងមានលម្អក្បាច់ស្លឹកឈើរាងជាត្រីកោណនៅពីខាងលើនិងមានលម្អក្បាច់ស្លឹកឈើរាងដូចទំពក់នៅពីខាងក្រោមកម្រងមែកឈើនោះផងដែរនៅអមសងខាងយើងឃើញមានសត្វមកខ្ជាក់សឹងហើយសត្វមកនេះបែរមុខចូលក្នុងព្រមទាំងមានមនុស្សជិះពីលើសត្វមកដែលយើងឃើញមានតាំងពីរចនាបថថ្លាបរិវត្តនិងសម្បូរព្រៃគុកមកម្លេះបន្ថែមពីលើនេះមានលម្អក្បាច់រំយោលនៅចន្លោះស្លឹកឈើដោយក្បាច់រំយោលនេះមានរាងដូចគប់ភ្លើង
ដែលយើងទើបតែឃើញមានពេញនិយមនៅរចនាបថបន្ទាយស្រីនេះប៉ុណ្ណោះនៅចំកណ្ដាលគម្រោងមែកឈើមានចម្លាក់រូបព្រះកាលខាំក្បាច់រំយោលសំយ៉ងចុះក្រោមហើយនៅលើព្រះកាលនេះមានចម្លាក់ទេពផងដែរ សសរពេជ្រគឺជាឈ្មោះសសរមួយប្រភេទជាគ្រឿងបង្ខំដ៏សំខាន់មួយក្នុងសិល្បៈស្ថាបត្យកម្មខ្មែរដែលមានការពេញនិយមតាំងពីសតវត្សទី6រហូតដល់សតវត្សទី19នៃគ្រិស្តសករាជសសរពេជ្រជាទូទៅមានការរៀបចំចំនួនមួយគូនៅតាមទ្វារចូលភ្ជាប់ទ្វារឬពេលខ្លះនៅភ្ជាប់ទ្វារបញ្ឆោតផងដែរមានតួនាទីទ្រផ្ដែតទ្វារនិងហោជាងសសរពេជ្រសម័យមុនអង្គរភាគច្រើនមានរាងមូលពេលខ្លះក៏មានការរចនា8ជ្រុងផងដែរដូចជានៅប្រាសាទប្រុសខេត្តកំពង់ឆ្នាំងនិងប្រាសាទតាពាំងផុងខេត្តសៀមរាបសសរពេជ្ររចនាបថគូលែននាដើមសម័យអង្គរភាគច្រើនមាន8ជ្រុងនិង4ជ្រុងហើយពេលខ្លះក៏មានរាងមូលផងដែរដូចជានៅប្រាសាទជ្រុំព្រៃនិងប្រាសាទដំរីក្រោលដើម្បីងាយស្រួលសិក្សាស្វែងយល់ពីទម្រង់សសរពេជ្រក្នុងស្ថាបត្យកម្មខ្មែរអ្នកស្រាវជ្រាវបច្ចុប្បន្នហាក់មានការយល់ស្របគ្នាថាសសរពេជ្រមានការបែងចែកជា3ផ្នែកសំខាន់គឺផ្នែកក្បាលសសរផ្នែកកណ្ដោងមានថ្នាំងនិងក្រវ៉ាត់លម្អនិងគល់សសរផ្នែកក្បាលសសរនិងគល់សសរមានការរចនាប្រហាក់ប្រហែលគ្នាភាគច្រើនសិប្បករនិយមក្រឡឹងសសរពេជ្រឲ្យមានរាងដូចជាក្អមទឹកនិងដូចផើងផ្កាហើយមានក្បាច់ភ្ញីលម្អផ្សេងទៅតាមសម័យកាលថ្នាំងកណ្ដាលភាគច្រើនសិប្បករនិយមប្រើថ្នាំងជាលេខសេសគឺសសរពេជ្រមួយមានថ្នាំង1កាំ3កាំ5កាំ7កាំនិង9កាំពេលខ្លះមានក្រវ៉ាត់តូចលម្អនៅចន្លោះថ្នាំងនីមួយចំណែកក្បាច់លម្អលើថ្នាំងនិងក្រវ៉ាត់មានភាពខុសប្លែកគ្នាទៅតាមរចនាបថជាថ្មីម្ដងទៀតនាងខ្ញុំនឹងមកសិក្សាអំពីចម្លាក់នៅប្រាសាទបន្ទាយស្រីចម្លាក់មាន3ប្រភេទគឺចម្លាក់លោតចម្លាក់លៀនហើយនិងចម្លាក់លឹបនៅក្នុងការសិក្សានេះដែរខ្ញុំលើកយកមកតែចម្លាក់លោតនិងចម្លាក់លៀនតែប៉ុណ្ណោះយកមកធ្វើការសិក្សាមុននឹងឈានចូលទៅដល់ការសិក្សាអំពីចម្លាក់នាងខ្ញុំសូមប្រាប់ពីទីកន្លែងចម្លាក់ខ្លះៗដែលដូនតាខ្មែរយើងបានឆ្លាក់នៅលើប្រាសាទបន្ទាយស្រីទាំងនៅលើផ្តែរហោជាងនិងចម្លាក់នៅជាប់ជញ្ជាំងជាដើមក្នុងនោះយើងដឹងហើយថានៅក្នុងតួប៉មប្រាង្គកណ្ដាលនិងប្រាង្គខាងត្បូងមានដង្កល់សិវលិង្គហើយនៅខាងមុខប្រាង្គកណ្ដាលនោះយើងឃើញមានប្រតិមាព្រះគោនន្ទិដែលយានជំនិះរបស់ព្រះឥសូរចំណែកឯប្រាង្គខាងជើងវិញមានដង្កល់ប្រតិមាព្រះវិស្ណុដែលបច្ចុប្បន្នយើងមិនដឹងថាស្ថិតនៅក្នុងសារមន្ទីរណាមួយនោះទេនៅលើហោជាងគោលបរៈទី3ទៅខាងលិចយើងឃើញមានចម្លាក់រឿងភីមនិងទុរយុទ្ធកំពុងប្រយុទ្ធគ្នាដែលបច្ចុប្បន្នកំពុងលង្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញចំណែកឯចម្លាក់រូបព្រះគោនេះវិញគឺដូចទៅនឹងរចនាបថគូលែននិងព្រះគោដែរពោលគឺមានសម្ពុតរឹបមានផ្នត់ប្រឌិតមានក្បាច់កន្ទុយត្រីនៅពីមុខចំនួន2ជាន់ហើយផ្នែកខាងមុខមានជាយសម្ពុតប្រឌិតគឺវាស្ទើរដូចតែគ្នាទាំងស្រុងទៅនឹងរចនាបថប្រែរូបដែរអ្វីដែលខុសគ្នានោះគឺផ្នត់សម្ពុតប្រឌិតវាហាក់ដូចជានៅក្នុងរចនាបថបន្ទាយស្រីនេះគឺគេធ្វើទំហំតូចជាងមុនអត់ធំដូចនៅរចនាបថប្រែរូបទេប្រសិនបើយើងក៏លេចទៅមើលក្រោយ
គូតរបស់បដិមាយើងឃើញមានកន្ទុយក្បិនវត្តទៅក្រោយហើយលើកមកស្មើនឹងជើងក្បិនវិញចំណែកឯគរិមតមង្គតវិញគឺជាមកុដដែលមានការលម្អរឹតតែតូចជាងមុនទៅទៀតចំណែកឯចម្លាក់លើហោជាងនៃគោបរៈទី3ទិសខាងលិចយើងឃើញថាការធ្វើសម្ពុតស្លៀកដែលមានផ្លិតនៅខាងមុខធំហើយធ្លាក់សំយងចុះមកក្រោមមកុដវិញមានរាង8ជ្រុងបើទោះបីវាមានកញ្ចាំងក៏ដោយប៉ុន្តែទម្រង់ខាងក្រៅរបស់វាគឺមានលក្ខណៈស្រួចដូចជាសាជីចំណែកឯចម្លាក់ទេរូបប្រុសនេះវិញគឺជាចម្លាក់ដែលគេឆ្លាក់ជាប់នៅជញ្ជាំងដែលមានសម្ពុតគ្មានផ្នត់ហើយនៅលើភ្លៅផ្នែកខាងជើងមានផ្នត់សម្ពុតប្រឌិតរាងធំនៅលើភ្លៅផ្នែកខាងស្ដាំមានជាយសម្ពុតធ្លាក់ចុះមកនៅលើផ្នែកកណ្ដាលក្រោមផ្ចិតរបស់បដិមាយើងឃើញថាមានការធ្វើជាយសម្ពុតធ្លាក់មករាងជាទ្រព្យសណ្ដាយចំនួន2ចិន្តាមកុដគេនិយមធ្វើបួងសក់ឡើងទៅលើជារាងស៊ីឡាំងហើយទម្លាក់មកវិញជាក្លែបជាអក្សរយូជាជួរជាថ្នាក់ចំពោះចម្លាក់ទេរូបស្រីគឺជាចម្លាក់ដែលជាប់នៅលើជញ្ជាំងដោយទៅនឹងចម្លាក់ទេរូបប្រុសដែរពោលគឺមានសម្ពុតវែងហើយនៅលើសម្ពុតមានការជីកផ្នត់សម្ពុតនៅផ្នែកខាងមុខធ្លាក់សំយងចុះមកក្រោមរាងវែងហើយនៅចំផ្នែកខាងមុខត្រង់ផ្ចិតយើងឃើញថាមានការធ្វើជាសម្ពុតរាងទ្រព្យសណ្ដាយចុះមកការធ្វើខ្សែក្រវ៉ាត់ធំមានរំយោលជាកម្រងមេលាហើយការតែងខ្លួនគេនិយមយកសក់ជាភ្នួងពោលគឺក្រងសក់ឬទម្លាក់ទៅក្រោយយកតែម្ដងរឿងភីមចាប់ឲ្យស្ដេចចរាស្វាតាក្នុងរឿងមហាភេរយុទ្ធចម្លាក់ផ្ដាយខាងជើងប្រាង្គសំខាន់ខាងជើងក្នុងរឿងមហាភេរយុទ្ធពេលដែលប្រាង្គទាំង5រៀបចំអភិសេកព្រះយុទ្ធិស័ក្តិជាស្ដេចនៃចក្រវាឡពួកគេត្រូវការគាំទ្រពីគ្រប់នគរក៏បានធ្វើដំណើរសុំការគាំទ្រពីស្ដេចនានាតែស្ដេចម្នាក់ឈ្មោះចរាស្វាតាមិនយល់ព្រមចុះចូលក្នុងអំណាចនោះទេចរាស្វាតាមានអំណាចអស្ចារ្យមកពីកំណើតផ្លែកាត់ពីផ្លែប៉ោមពីរដែលផ្ដុំជាអង្កាយតែមួយហើយក៏បានចាប់ក្សត្រចំនួន99អង្គដាក់ក្នុងគុកដើម្បីធ្វើជាអំណោយក្រោយពេលដែលមិនអាចយកឈ្នះបានព្រះកិត្តបានផ្ដល់សញ្ញាឲ្យភីមដោយបេះស្មៅឲ្យជាពីរហើយក្រវែងទៅបញ្ច្រាស់ទិសភីមបានយល់ហើយក៏បានចាប់ឲ្យស្ដេចចរាស្វាតាជាពីរបំណែកហើយក្រវែងទៅបញ្ច្រាស់ទិសដោយវិធីនេះចរាស្វាតាមិនអាចរួមខ្លួនបានទេចម្បាំងរវាងសុគ្រីពនិងពាលីនៅចម្លាក់ក្លោងទ្វារទី3និងផ្ដែកខាងជើងនៃប្រាង្គកណ្ដាលរឿងនេះជាផ្នែកមួយនៃរឿងរាមកេរ្តិ៍បង្ហាញអំពីចំនួនរវាងរាជស្វាភ្លោះសុគ្រីពនិងពាលីនៅខណៈពេលការធ្វើដំណើរព្រះរាមនិងព្រះលក្សណ៍កំពុងស្វែងរកនៅសីតាពួកគេទាំងពីរបានជួបនឹងសុគ្រីពហើយសុគ្រីពបាននិយាយអំពីទុក្ខសោករបស់ខ្លួនថ្ងៃមួយពាលីបានចូលទៅក្នុងរូងភ្នំដើម្បីប្រយុទ្ធជាមួយស្ដេចក្របីទុភីរហូតដល់រូងភ្នំប៉ុន្តែមុននឹងចូលទៅរូងភ្នំពាលីបានប្រាប់ឲ្យសុគ្រីពយកថ្មបិទរូងភ្នំប្រសិនបើឃើញឈាមបន្ទាប់ពីសុគ្រីពឃើញឈាមហូរចេញពីរូងភ្នំក៏គិតថាបងខ្លួនស្លាប់ទៅហើយបិទរូងភ្នំពាលីនៅរស់ហើយពេលនេះអាចចេញវិញបានពាលីក៏កើតចិត្តប្រច័ណ្ឌគិតថាសុគ្រីពក្បិតខ្លួនឡើងសោយរាជ្យពាលីក៏កើតនូវសេចក្តីខឹងស្របាដោយវាយកជីវិតសុគ្រីពដោយមិនទទួលការបកស្រាយសុគ្រីពត្រូវរស់នៅក្នុងព្រៃអស់រយៈពេលយូរក៏មានចិត្តចង់គុំគួនចង់សម្លាប់ពាលីនៅថ្ងៃណាមួយ
ព្រះរាមស្ដាប់រឿងនេះហើយព្រមជួយសុគ្រីពដោយវាយបាញ់ពលីខណៈពេលពួកគេកំពុងប្រយុទ្ធគ្នាវេលីបានស្លាប់ក្នុងការប្រយុទ្ធនោះ សរុបសេចក្តីមកប្រាសាទមន្ទីរស្រីនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូកនិងឥដ្ឋរាង4ជ្រុងទ្រវែងហើយមានគូទឹកព័ទ្ធជុំវិញប្រាង្គទាំង3នៃប្រាសាទសង់បែរមុខទៅទិសខាងកើតហើយប្រាង្គកណ្ដាលមានតម្កល់លិង្គព្រះឥសូរខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនានិងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុដូចនេះប្រាសាទមន្ទីរស្រីឧទ្ទិសថ្វាយអាទិទេពតែ2អង្គប៉ុណ្ណោះប្រាង្គខាងជើងឧទ្ទិសថ្វាយដល់អង្គព្រះវិស្ណុដែលជាអាទិទេពថែរក្សាការពារលោកប្រាង្គកណ្ដាលនិងប្រាង្គខាងត្បូងឧទ្ទិសថ្វាយដល់ព្រះឥសូរដែលជាអាទិទេពការពារនិងបំផ្លាញលោកដូច្នេះហើយទើបរាល់ចម្លាក់ទាំងឡាយគឺតាក់ទងនឹងសកម្មភាពរបស់អាទិទេពទាំងពីរនេះជាពិសេសគឺចម្លាក់នៅលើហោជាងចំណែកឯគ្រប់ទិសទាំង4នៃប្រាសាទបន្ទាយស្រីនេះវិញគឺសុទ្ធតែលម្អដោយចម្លាក់នៃអាទិទេពការពារនៅទិសទាំង4ប្រាសាទបន្ទាយស្រីនេះបង្ហាញឲ្យយើងឃើញថាអ្នកសាងសង់ប្រាសាទក្រោមការចាត់ចែងរបស់ព្រះរាជគ្រូយញ្ញវរហៈគឺបានគោរពតាមគោលការណ៍ច្បាប់នៃគម្ពីរវេទក្នុងព្រហ្មញ្ញសាសនាយ៉ាងតឹងរ៉ឹងដោយដែលសិលាចារឹកបានចារថាពួកគេជាអ្នកគោរពបូជាចំពោះព្រហ្មញ្ញសាសនាយ៉ាងខ្ជាប់ខ្ជួនបំផុត